ទស្សនវិជ្ជាអាប់ឌុលកាឡាមការអប់រំពិតប្រាកដសញ្ញាបត្រគ្រាន់តែជាក្រដាសមួយសន្លឹកប៉ុណ្ណោះការអប់រំពិតប្រាកដរបស់អ្នកគឺត្រូវបានបង្ហាញតាមរយៈអិរិយាបថលោកអាប់ឌុលកាឡាម APJ អាប់ឌុលកាឡាមក្នុងលោកដែលផ្ដោតខ្លាំងលើការប្រកួតប្រជែងតាមរយៈសញ្ញាបត្រការពិតមួយឃ្លានេះបានដាស់តឿនយើងឲ្យពិចារណាឡើងវិញអំពីគោលបំណងពិតប្រាកដនៃការអប់រំឃ្លានេះបានបង្ហាញថាតម្លៃពិតប្រាកដរបស់មនុស្សម្នាក់មិនមែនស្ថិតនៅលើចំណងជើងដែលបានចារនៅលើក្រដាសនោះទេប៉ុន្តែវាស្ថិតនៅលើចរិតលក្ខណៈដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួន 1. ដែនកំណត់នៃសញ្ញាបត្រសញ្ញាបត្រគឺជាភស្តុតាងដែលបញ្ជាក់ថាអ្នកបានចំណាយពេលវេលានិងការខិតខំប្រឹងប្រែងដើម្បីទទួលបានចំណេះដឹងតាមបែបសិក្សាវាគ្រាន់តែជាក្រដាសមួយសន្លឹកដែលតំណាងឲ្យអ្វីដែលអ្នកបានរៀនប៉ុន្តែសញ្ញាបត្រមិនអាចធានាបាននូវភាពស្មោះត្រង់ភាពទទួលខុសត្រូវភាពបន្ថាភូមិបត់បែនឬសមត្ថភាពក្នុងការដោះស្រាយបញ្ហាដោយចិត្តត្រជាក់នោះទេ 2. ការអប់រំពិតប្រាកដនិងឥរិយាបថការអប់រំពិតប្រាកដគឺការបណ្ដោះបណ្ដាលមនុស្សឲ្យក្លាយជាពលរដ្ឋល្អម្នាក់វាគឺជាការយល់ដឹងអំពីក្រមសីលធម៌